ពាក់ព័ន្ធជាមួយនឹងការដាច់សរសៃឈាមនៅក្នុងខួរក្បាលទៅលើអ៊ំប្រុសម្នាក់ដែលខ្ញុំជួបកាលពីម្សិលមិញបញ្ហាគឺនៅត្រង់ថាសាច់ញាតិអ្នកជំងឺគាត់នៅតែមិនអស់ចិត្តត្រង់ថាអ្នកជំងឺអត់ដែលឈឺអីសោះអ្នកជំងឺជាមនុស្សដែលសកម្មមែនតើធ្វើការរាល់ថ្ងៃបែកញើសរាល់ថ្ងៃគាត់សួរខ្ញុំថាហេតុអីបានទៅជាអ្នកជំងឺនឹងមានបញ្ហាឬក៏មានជំងឺហើយអ្វីដែលសំខាន់មានការកើនឡើងសម្ពាធឈាមខ្ពស់ខុសប្រក្រតីឬក៏ខុសធម្មតារហូតបង្កឲ្យមានជាបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលអញ្ចឹងខ្ញុំចង់បញ្ជាក់ទៅវិញបន្តិចថាការដែលយើងមិនឈឺអីវាជារឿងដែលល្អប៉ុន្តែការឆែកសុខភាពការតាមដានសុខភាពខ្លួនឯងក៏វាជារឿងមួយដែលយើងគួរតែកុំមើលរំលងដូចគ្នាទី1តាមដានសម្ពាធឈាមខ្លួនឯងឲ្យជាប់លាប់ភាសាថ្នាំតាមវេជ្ជបញ្ជាហើយកុំយល់ថាថ្នាំមួយគ្រាប់នឹងគ្រាន់តែអស់ទិញតលេបទៀតហើយគិតថាវាអត់អីមិនមែនទេការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមជាការប្រើប្រាស់មួយទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យហើយអ្នកជំងឺក៏ត្រូវតែអញ្ជើញទៅជួបគ្រូពេទ្យតាមការណាត់ដូចគ្នាដើម្បី check up មើលថាតើថ្នាំប៉ុណ្ណឹងលេខប៉ុណ្ណឹងគ្រប់គ្រងសម្ពាធឈាមបើអ៊ំពូមីងបានល្អអត់បើគ្រប់គ្រងអត់បានល្អគួរតែបន្ថែមថ្នាំឬក៏ដំឡើងលេខថ្នាំឬក៏អាចមានមូលហេតុណាមួយផ្សេងទៀតទេដែលធ្វើឲ្យសម្ពាធឈាមហ្នឹងវាអត់ចុះឬក៏វាអត់នឹងណដូចជាការឡើងខ្លាញ់នៅក្នុងខ្សែឈាមខ្លាញ់ហូមបេះដូងឬក៏ជាបញ្ហាទឹកនោមផ្អែមឬក៏គាត់មានបញ្ហាបេះដូងឡើងក្រាស់ក្រិនសាច់បេះដូងឬក៏មានបញ្ហាប្រះបេះដូងអីត្រង់ណានេះហើយវាគឺជាមូលហេតុដែលគ្រូពេទ្យតែងតែបើកថ្នាំឲ្យហើយណាត់ត្រឡប់ទៅជួបវិញមិនមែនបានន័យថាថ្នាំមកប្រទេសហ្នឹងយើងប្រើមួយជីវិតដោយអត់ទៅជួបគ្រូពេទ្យបានទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជូនពរអ៊ំពូមីងទាំងអស់គ្នាមានសុខភាពល្អអរគុណច្រើន